personally បងសូមជួបបងប្អូនជាបងប្អូនណាសុភមង្គលហើយសុខភាពល្អជួបមានបងប្អូនពាក្យ fight បានន័យថា something change is gonna start from now into your life. It's a great thing. ពាក្យស្ដីបានថាសុនរីគឺជាមនុស្សម្នាក់ដែលពាក្យអង់គ្លេសគេថា independent ចូលចិត្តមិនចង់ពឹងអ្នកណាហើយរស់រានធ្វើដោយខ្លួនឯងគេថាមុខនៅក្នុងជីវិតហើយក៏បង្កើតមិត្តភក្តិបងប្អូនជាច្រើនផងដែរហើយថ្ងៃនេះគឺជាថ្ងៃ turning point បងប្អូនហើយ something is gonna happen into your life តោះនេះសូមអញ្ជើញក្មួយស្រីមកស្ដាប់កម្មវិធី first right ឬមកក៏ចោលហ្នឹងហើយបងមានទីខ្ញុំសូមអរគុណដែរដែលពួកម៉ាក់បងប្អូនជាឆ្ងាយពីការខ្លះបានតែក្នុង2ថ្ងៃទេហើយបាន5 6ម៉ោងមកដល់ខ្ញុំដែរខ្ញុំបោះហក់ជួដែរហើយខ្ញុំមកស្មានដល់មកជួគាត់ថាជួមកមកដូនដល់មកតែតាមឡើងខ្ញុំចាំ50ឆ្នាំហើយខ្ញុំយកលេខនេះមកពីគាត់ស្ថិតនៅសេនថូគេហៅថាគាត់មហានិធិប៉ុននឹងគឺបងអរិសាមានរួមក្នុងនឹងដែរប្រហែលគាត់ភ្លេចហើយអត់ភ្លេចខ្ញុំសុំពីផ្ទះទៅខ្ញុំប្រាថ្នាថាខ្ញុំយកលេខ55នឹងមកផ្ទះបងតាបានខ្ញុំនឹងនិយាយជាមួយលោកថាវាមិនដែរប៉ុន្តែឲ្យខ្ញុំអធិដ្ឋានត្រូវទៅយកបានលេខនឹងខ្ញុំយកមកបានមែន555ដងហើយខ្ញុំគួរតែជឿតែខ្ញុំទៅណាខ្ញុំមិនដែលថាខ្ញុំធ្វើប៉ុនទេខ្ញុំថាខ្ញុំទៅយកប៉ុនព្រោះឲ្យខ្ញុំធ្វើប៉ុនគ្រប់អស់ហើយខ្ញុំត្រូវទៅយកប៉ុនមកទៀតនេះហើយប៉ុនខ្ញុំគឺតាមខ្ញុំប៉ុនខ្ញុំខ្ញុំក៏គ្មានអ្វីច្រើនតែគាត់និយាយអស់ហើយខ្ញុំមានអរគុណទេហើយពេលអរគុណ especially មីងផល្លាក៏មកពីរដ្ឋគីឡូរ៉ាដូសេឆ្ងាយហើយមីងមលីមកពីខាង Florida មីងហើយពូសេងក៏មកពីខាង California Sacramento បាទមីងវ៉ានីបាទហើយ especially បងពលឺហើយតែនិយាយគាត់បងសៀណាបាទមកពីខាង Las Vegas ហើយបងលីសាហើយបងប្រុសគាត់មកពីខាង Florida ដែរយ៉ាងសំវាបាទហើយអរគុណដល់បងប្អូនទាំងអស់ក្មួយពូមីងដែលបានរាប់បាទអរគុណច្រើនដែលមកចូលរួមនៅក្នុងថ្ងៃHappy 555ของแพทย์เยอะเราอรบยมนี่ Hello everyone. I have a little bit more of a formal speech, but we've said it a couple different times tonight in a different language too. But we have a lot of special people in a special house for a special day for my special mom. So we want to thank you again for joining us in this celebration. And if you're wondering where 555 even comes from, even I don't know sometimes. I kind of wake up in the morning, my mom's just yelling 555. I just have to keep going with it, but there's a lot of history, for sure. It comes from a sincere moment throughout the history of my mom's life. So when 5 first appeared in her life, it may have been coincidence, but for my mom, she thinks it's more like fate. So my mom is the 5th child of 7 siblings. The Khmer Rouge outbreak happened at the age when she was 5. From those times, the number 5 has been following her throughout her life, even whenever she met my dad.
when they were married,